គ្រូចង់និយាយជាមួយអស់លោកស្វាមីថាហេតុអ្វីបានជាស្វាមីទាំងអស់ត្រូវតែអាណិតស្រឡាញ់និងយកចិត្តទុកដាក់ចំពោះភរិយាខ្លួនឯងឲ្យបានច្រើនជាពិសេសគឺក្នុងកំឡុងពេលដែលគាត់មានផ្ទៃពោះអ្នកទាំងអស់គ្នាកូនណាគឺជាសម្បត្តិរួមប៉ុន្តែនៅពេលដែលមានគ្រោះថ្នាក់គឺឯកជនសុទ្ធសាធមានតែភរិយានឹងឯងដែលជាអ្នកទទួលគ្រោះថ្នាក់ស្វាមីគឺមិនតេតូនៅពេលដែលយើងរៀបគម្រោងថាយើងយកកូននៅពេលដែលស្ត្រីបាត់រដូវទាំងអស់គ្នាគឺសប្បាយចិត្តប៉ុន្តែស្ត្រីចាប់ផ្ដើមបារម្ភហើយប៉ាដឹងអត់គ្រោះថ្នាក់គឺនៅចំពោះមុខគាត់កូននេះនៅក្នុងស្បូនឬក៏ក្រៅស្បូនបើនៅក្នុងស្បូនអូខេតែបើនៅក្រៅស្បូនរឿងធំហើយកូននេះជាកូនពងឬក៏ជាកូនធម្មតាបើជាកូនពងត្រូវទៅបូមចេញរួចបន្តការតាមដានថាតើអាចពិវត្តទៅរកជំងឺមហារីកឬក៏អត់ប្រសិនបើគ្រប់យ៉ាងល្អទាំងអស់នៅមានរឿងអីទៀតនៅមានរឿងចាញ់កូនឈឺក្បាលវិលមុខក្អួតចង្អោរអស់កម្លាំងមិនឃ្លានអាហារអារម្មណ៍ប្រែប្រួលម្ដងចង់សើចម្ដងចង់យំនៅពេលដែលផ្ទៃពោះកាន់តែធំអូខេបាត់ចាញ់ហើយចង់ហូបអានេះគេឲ្យហូបចង់ធ្វើអានេះគេឲ្យធ្វើពោះកាន់តែធំឡើងមែនតែនឈឺចង្កេះឈឺខ្នងពិបាកដើរពិបាកដេកពិបាកអង្គុយណាហើយផ្ទៃពោះតើជាផ្ទៃពោះមានវិបត្តិឬក៏អត់មានសុកពាំងមាត់ស្បូនឬទេបើមានសុកពាំងមាត់ស្បូនអាចប្រឈមនឹងការធ្លាក់ឈាមក្នុងអំឡុងពេលពោះពេលសម្រាលដាច់ខាតត្រូវធ្វើការវះកាត់ហើយការវះកាត់នោះប្រឈមនឹងការបាត់បង់ឈាមច្រើនជាងផ្ទៃពោះដែលអត់មានសុកពាំងមាត់ស្បូនតើមានជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះឬទេបើមានទឹកនោមផ្អែមនៅក្នុងពេលមានផ្ទៃពោះមានឱកាសក្លាយជាអ្នកជំងឺទឹកនោមផ្អែមពិតប្រាកដពេញមួយជីវិតប្រហែលពី10ទៅ20%តើមានជំងឺបំរុងក្រឡាភ្លើងឬទេលើសសម្ពាធឈាមកម្រិតណាអាចដាច់សរសៃឈាមក្នុងខួរក្បាលឬទេអាចមានឱកាសខូចថ្លើមខូចតម្រងនោមឬទេអាចមានឱកាសក្នុងការប្រកាច់ឬទេបើសិនជាគ្រប់យ៉ាងល្អទាំងអស់ឈានទៅដល់ថ្ងៃសម្រាលឈឺពោះកម្រិតណាកើតកូនរួចធ្នេទ្វារនៃពេទ្យដេនឹងឈឺអត់នៅតែឈឺចាកើតកូននឹងធ្លាក់សក់បានល្អឬក៏អត់ធ្លាក់មិនស្អាតត្រូវទៅបូមម្ដងទៀតបើសិនជាការសម្រាលកូនដោយការវះកាត់ទោះបីជាអត់ឈឺពេលវះប៉ុន្តែសម្រាលរួចវះរួចគឺឈឺដូចតែគ្នាដែរគឺមានការឈឺចាប់ដែរកើតកូនហើយអាចជួបបញ្ហា depression ក្រោយសម្រាលទៀតទាំងអស់ហ្នឹងប៉ាគឺគ្មានថ្ងៃយល់ទេហើយប៉ាក៏អត់បានទទួលគ្រោះថ្នាក់ទាំងអស់ហ្នឹងដែរនៅក្នុងពេលដែលប៉ាមិនអាចជួយចែករំលែកនៅភាពលំបាកឬក៏ការគ្រោះថ្នាក់អស់ទាំងអស់ហ្នឹងទេគឺប៉ាមានតួនាទីតែម្យ៉ាងគឺជួយ support ផ្លូវចិត្តនិងផ្លូវកាយរបស់គាត់នៅពេលដែលដើរទៅជួបនឹងមនុស្សខ្លះមាត់ដាច់និយាយមិនមានគម្របអូយមិនក៏ធាត់ម្លេះម្ដេចក៏ខ្មៅម្លេះម្ដេចក៏អញ្ចឹងចុះអាហ្នឹងឈឺចាប់ល្មមហើយបើស្វាមីខ្លួនឯងនិយាយទៀតកាន់តែឈឺចាប់មែនទេស្វាមីខ្លះថាឲ្យភរិយារងអួយប៉ុណ្ណឹងក៏ធ្វើមិនបានដើរប៉ុណ្ណឹងក៏ដើរមិនកើតពិបាកអីតែឯងគេគ្រប់គ្នាគេក៏មិនអីពាក្យទាំងអស់ហ្នឹងគឺស្វាមីអត់ត្រូវនិយាយទេស្វាមីមានតួនាទីតាមយ៉ាងគាត់និយាយដដែលគឺជួយ support ទាំងផ្លូវកាយនិងផ្លូវចិត្តសង្ឃឹមថាក្រោយពីស្ដាប់វីដេអូឃ្លីបនេះហើយប៉ានឹងបន្ថែមការស្រឡាញ់ទៅលើប្រពន្ធរបស់ខ្លួនឲ្យបានកាន់តែច្រើនជាងមុនជូនពរ